បាទជំរាបសួរសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីមកបរៀនបងប្អូនទាំងគ្នាពីរបៀបក្នុងការលេង Visa Card ចូល PayPal ចឹងសម្រាប់តែបងប្អូនទាំងគ្នាដឹងហើយគឺអាចមើលរំលងឬក៏អូនរំលងចូលបានតែសម្រាប់បងប្អូនដែលអត់ទាន់ចេះអត់ទាន់ដឹងអាចធ្វើបានចឹងជាដំបូងបងប្អូនទាំងគ្នាចូល PayPal មកអូខេអ្នកទាំងគ្នាចូល PayPal ហើយនេះបងប្អូនទាំងគ្នាចាំវាតិចសិនមកបាទអញ្ចឹងដើម្បីលេង Visa Card បានបងប្អូនទាំងគ្នាចុចកន្លែងនេះទៅមកបងប្អូនទាំងគ្នារកពាក្យថា Wallet នេះចុចកន្លែង Wallet នេះមកចឹងបន្ទាប់ពីចុច Wallet ហើយបើសិនជាបងប្អូនទាំងគ្នាអត់មាននេះទេតែដាក់ Visa Card ចូលទេគឺវាអត់មាននេះទេតែសម្រាប់ខ្ញុំដាក់ Visa Card ចូលហើយចឹងមានបែបនេះតើខ្ញុំធ្វើការ remove Visa Card ចូលឥឡូវខ្ញុំចូលទៅ remove វាចោលនេះយើងអាច remove បានហើយយើងអាចតវិញបានឥឡូវខ្ញុំ remove ឲ្យបងប្អូនទាំងគ្នាមើលអូខេតើមកនេះបងប្អូនទាំងគ្នាចូលមកឃើញបែបនេះជាតម្រងបែបនេះបងប្អូនទាំងគ្នាចុចកន្លែង add នេះមក add new មកចឹងបន្ទាប់មកបងប្អូនកលេចមើលក្រោមនេះគេថា debit and credit card ចឹងបងប្អូនទាំងគ្នាចុចមកហើយរើសពាក្យថា enter your card បើបងប្អូនទាំងគ្នាមាន card ជាស្លឹកពេលកាត plastic បងប្អូនគ្នាយក scan ទៅហើយ scan យកចូលបដ ாய் បងប្អូនគ្នាតែសម្រាប់ខ្ញុំប្រើកាត limit ចុះខ្ញុំយកខាងក្រោមចឹងបន្ទាប់មកវាឲ្យយើងដាក់ Visa Card លេខ Visa Card ចូលថ្ងៃទី expire ហើយនឹង CV របស់ Visa Card របស់យើងចឹងដើម្បីបាន Visa Card នេះបងប្អូនគ្នាចូលទៅ ACDA បងប្អូនគ្នាមាន FA បើ FA តែសម្រាប់ខ្ញុំប្រើ ACDA ចឹងយើងចូលទៅយក Visa Cardតែសម្រាប់ account ខ្ញុំនេះខ្ញុំចូលមកហើយខ្ញុំយក Visa Card មួយនេះចឹងខ្ញុំសូវាខ្ញុំ copy លេខ Visa Card ចូលអូខេ card ចឹងបងប្អូនអ្នកគ្នាចុចមកនេះបងប្អូនអ្នកគ្នាចុចឲ្យខ្ញុំនេះចុចមក link card ចុចមកចឹងវាធ្វើការ link ហើយណ៎ចឹងវាថា you link your card ចឹងបានន័យថាវា link card ហើយចឹងអ្នកគ្នាចុចក្រោមនេះដាក់ថា all done now ចឹងនេះលុយរបស់វាលុយរបស់ខ្ញុំគឺបានកាត់ចូលហើយនេះកាត់ចូល from ទៅ PayPal កាត់លុយពីយើងចឹងណាកាត់លុយពីកង់យើងខ្ញុំសុំដាក់ nickname ខ្ញុំមកអូខេឥឡូវខ្ញុំដាក់ឈ្មោះដាក់ឲ្យខ្ញុំត្រឹមត្រូវហើយចឹងរបៀបលេង Visa Card គឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាចឹងស្រួលទេបងប្អូនទាំងគ្នាអត់ពិបាកពឹងគេទេចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងគ្នាដែលមើលវីដេអូខ្ញុំហើយអាចនឹងចេះទាំងគ្នាពីរបៀបមូលនិងរបៀបដាក់វិញរបៀបលុប Visa Card និងរបៀបដាក់ Visa Card ចឹងអស់ហើយវីដេអូនេះគឺមានប៉ុណ្្នឹងទេបើពេញចិត្តកុំភ្លេចចុច Subscribe Channel របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ